កុមារអាយុ3ឆ្នាំឈឺនោមឈឺជុះឃ្លានអត់យំទេណាបើគាត់លូតលាស់ផ្លូវចិត្តល្អអាហ្នឹងម៉ាក់ប៉ាមើលកូនអញ្ចឹងណាហើយបើកុមារដែលលូតលាស់បញ្ញាស្មារតីនឹងផ្លូវចិត្តល្អ2ឆ្នាំចេះគ្រប់គ្រងខ្លួនឯងនឹងអារម្មណ៍ខ្លួនឯងហើយអញ្ចឹងកុមារខ្លះ2ឆ្នាំគឺគាត់ចូលទៅសាលារៀនគាត់គ្រប់គ្រងខ្លួនឯងបានហើយគាត់ចេះនោមជួគាត់គ្រាន់តែសុំអនុញ្ញាតគាត់ចូលទៅគាត់សម្អាតគាត់រៀបចំមកខ្លួនឯងទាំងអស់គាត់ដើរចេញមកវិញតែបើកុមារដែលមិនមានសុខភាពផ្លូវចិត្តល្អពេលឈឺគាត់យំតើតាគ្រូសួរនាំជួនកាលគាត់មិនប្រាប់ផងសួរលួងផយផងបានគាត់ប្រាប់អញ្ចឹងយើងមើលថាសុខភាពផ្លូវចិត្តរបស់កូនយើងអត់តាន់ពេញលេញទេចាយើងមើលអញ្ចឹងមើលអារម្មណ៍កុមារមើលទៅតាមកម្រិតអាយុរបស់គាត់ថាយើងអាចប្រៀបមួយកុមារផ្សេងក៏បានថាកុមារគេអាយុ2ឆ្នាំឬ3ឆ្នាំគេចេះប៉ុណ្ណេះជុកកូនយើងហេតុអីអាយុប៉ុណ្ណឹងអត់តាន់ចេះអញ្ចឹងយើងព្យាយាមជួយនៅផ្ទះបន្ថែមទៀតបើកុមារមានសុខភាពផ្លូវចិត្តល្អកុមារដឹងពីអារម្មណ៍ខ្លួនឯងពេលគេខឹងក៏គេដឹងពេលគេចង់យំក៏គេដឹងយើងឃើញកុមារខ្លះនៅពេលដែលគាត់ខឹងឪពុកម្ដាយគាត់ខ្លាំងណាប៉ុន្តែខ្ញុំនិយាយពីកុមារដែលវិជ្ជមានគាត់ខឹងឪពុកម្ដាយគាត់ខ្លាំងគាត់អត់បានបោកប្រាស់ឬក៏វាយឬក៏អីទេប៉ុន្តែអារម្មណ៍វិជ្ជមានប៉ាអូនខឹងឯណាអូនខឹងប៉ាណាមិនប៉ាអត់ស្រឡាញ់អូនម៉ាក់អូនខឹងណាអញ្ចឹងនៅពេលដែលគាត់ធ្វើអញ្ចឹងណាឪពុកម្ដាយនៅពេលដែលគាត់ទៅសាលារៀនពេលគាត់ខឹងគ្រូគាត់និយាយអញ្ចឹងដែរទីឆើអូនខឹងណាមិនធ្វើអញ្ចឹងអត់ស្រឡាញ់អូនខឹងណាតើកូនយើងបែបនេះណាទៅចូលសង្គមណាដែលគេមិនស្រឡាញ់កូនអាយុ3ឆ្នាំគ្រប់គ្នាគេនឹងស្រឡាញ់កូនយើងហើយគាត់អត់វាយទេអញ្ចឹងកូនហ្នឹងគឺមានសុខភាពផ្លូវចិត្តល្អមានន័យថាគាត់អាចដឹងពីអារម្មណ៍របស់ខ្លួនឯងថាគាត់ខឹងអូយអូនសុបាយចិត្តតែពេលម៉ាក់ឲ្យអូនអញ្ចឹងអូនសុបាយណាអញ្ចឹងគាត់ដឹងចាកុមារដឹងពីអារម្មណ៍ខ្លួនឯងដឹងពីអារម្មណ៍ចេះបង្ហាញចេញមកចេះគ្រប់គ្រងមានថាខឹងគាត់មិនបានធ្វើអ្វីដែលអវិជ្ជមានចាហើយពេលគាត់ភ័យគាត់ចេះប្រាប់ពេលគាត់ភ័យគាត់ចេះស្វែងរកជំនួយនៅសាលារត់រកគ្រូនៅផ្ទះរត់រកម៉ាក់ឬរកមនុស្សធំមានថាកុមារដែលមានផ្លូវចិត្តល្អចេះខ្លាចចេះភ័យចេះព្រួយចេះខឹងចេះអីដូចគ្នាប៉ុន្តែអារម្មណ៍ដែលគាត់បង្ហាញមកឬគាត់ធ្វើហ្នឹងគឺវិជ្ជមានចាតើកូនយើងហ្នឹងគាត់បានទទួលនៅអារម្មណ៍រីករាយតាមបែបធម្មជាតិអត់ពេលបានទូរស័ព្ទរីករាយពេលដកទូរស័ព្ទយំចង្អេងចង្ងាងខឹងហើយបាត់បង់ក្តីសុខអាលេងពិភពលោកនេះលេងមានក្តីសុខទោះបីមានឪពុកមានម្ដាយមានបងប្អូនមានទេសភាពស្អាតប៉ុណ្ណាក៏គាត់បាត់បង់ក្តីសុខដែរតែពេលឲ្យទូរស័ព្ទទៅក្តីសុខបានមកវិញបើយើងនិយាយពីសុខភាពផ្លូវចិត្តរបស់កុមារគឺគាត់អត់បានទទួលអារម្មណ៍រីករាយតាមបែបធម្មជាតិនៅពេលដែលគាត់មករៀនពេលម៉ោងរៀនដំបូងរៀងសបាយពេលរៀនយូរស្ដាប់មេរៀនយូរទៅមកគាត់រៀងធុញតែពេលបានចេញលេងអារម្មណ៍គេគឺសបាយហើយពេលបានញ៉ាំពេលបានចេញទៅដាក់ពេលប៉ាម៉ាក់នាំទៅដើរលេងគេសប្បាយអាហ្នឹងគឺសុខភាពផ្លូវចិត្តគាត់ល្អហើយគាត់រីករាយតាមបែបធម្មជាតិអាហ្នឹងយើងផ្ដោតលើអារម្មណ៍ខ្ញុំជឿថាប៉ាម៉ាក់ទាំងអស់គ្នាសុទ្ធតែដឹងចាកុមារមានទំនាក់ទំនងសង្គមល្អឧទាហរណ៍ថាដូចកុមារដែលខ្ញុំបានរៀបរាប់មិញអញ្ចឹងនៅពេលដែលគាត់នៅផ្ទះគាត់បែបហ្នឹងពេលគាត់ទៅសាលាជាមួយគ្រូក៏គាត់និយាយបែបហ្នឹងដែរជាមួយមិត្តភ័ក្តិគាត់ក៏ដោយបើទៅហៅថាមិត្តភ័ក្តិគាត់អាយុវ័យប្រហែលគ្នា2ឆ្នាំឬ3ឆ្នាំអញ្ចឹងពេលគាត់ខឹងគាត់ប្រាប់ឯណាអត់យករបស់ខ្ញុំមែនណាអត់យកទេខ្មៅដៃហ្នឹងគឺខ្មៅដៃខ្ញុំអត់ឲ្យអ្នកណាយកទេនំនេះនំខ្ញុំអត់ឲ្យអ្នកណាយកទេកុមារដែលមានផ្លូវចិត្តល្អគឺមានន័យថាគាត់តំណែងសង្គមល្អហើយគាត់និយាយពាក្យដោយមានន័យថាអត់មានចំនួនឬតំណោះឬក៏វាយទេប៉ុន្តែកុមារក៏មិនអនុញ្ញាតឲ្យអ្នកណាយករបស់ខ្លួនឯងដែរកុំឃើញថាកុមារចេះចែករំលែកមាននំឲ្យនំមានរបស់លេងឲ្យរបស់លេងថាគាត់ចិត្តល្អអត់ទេមានថាមានពេលដែលកុមារសម្រេចចិត្តឲ្យមានពេលដែលកុមារសម្រេចចិត្តមិនឲ្យអញ្ចឹងឪពុកម្ដាយអត់អាចទៅបង្ខំកូនឬក៏តម្រូវឲ្យកូនត្រូវចែកទេនំក៏ដោយអីក៏ដោយយើងបញ្យល់អំពីការចែករំលែកគឺល្អប៉ុន្តែមិនអាចបង្ខំកូនតម្រូវឲ្យកូនចែករបស់លេងឬនំចំណីទៅឲ្យមិត្តភ័ក្តិទេជាសិទ្ធិរបស់គាត់ដែលគាត់សម្រេចចិត្តថាចែកឬមិនចែកជាសិទ្ធិរបស់គាត់មានសិទ្ធិក្នុងការសម្រេចចិត្តឬក៏គ្រប់គ្រងរូបកាយខ្លួនឯងហើយនំដែលយើងទិញឲ្យគាត់ទិញ2000ហុចទៅឲ្យគាត់វាលេងជាកម្មសិទ្ធិរបស់យើងឯជាកម្មសិទ្ធិរបស់គាត់មានសិទ្ធិក្នុងការឲ្យឬមិនឲ្យអញ្ចឹងយើងផ្ដល់សិទ្ធិសម្រេចចិត្តឲ្យគាត់ពុកម៉ែចូលសង្គមបានល្អដូចខ្ញុំឧទាហរណ៍អញ្ចឹងទៅណាក៏គេស្រឡាញ់សំបីតែជួបគ្នានៅតាមផ្សារមួយផ្លេតគេស្រឡាញ់ចាគាត់ថាដើរប៉ះគេអូនសុំទោសហើយដើរទៅវឹងហើយ3ឆ្នាំ4ឆ្នាំយើងគិតមើលអ្នកណាក៏គេស្រឡាញ់ហើយគាត់មានក្តីសុខក្នុងជីវិតគាត់ទៀតមិនត្រឹមតែអ្នកជុំវិញទេគាត់មានក្តីសុខគ្រប់ខ្លួនឯង
គាត់មានក្តីសុខផ្ដល់ឲ្យគ្រួសារហើយនឹងមនុស្សជុំវិញហើយបើសាលារៀនទទួលបានកុមារបែបហ្នឹងណាគឺរីករាយរីករាយចាបើសិនជាអារម្មណ៍ល្អតំណែងល្អហើយបញ្ញាស្មារតីគាត់ក៏លូតលឿនដែរគាត់មានឱកាសរៀនពីសង្គមដោយកុមារដែលខ្ញុំបាននិយាយរៀបរាប់មិញគាត់ចេះបែបហ្នឹងហើយយើងមិនសរសើរទៀតតាអូយអូនបកាយមើលទៅអូនបកាយអូយអូនពេលអូនខឹងអូនល្អម៉ែអូនខឹងអូនអត់ចេះបោកអូនខឹងអូនអត់ចេះវាយអញ្ចឹងអូនល្អម្ល៉េះអញ្ចឹងអូនធ្វើអញ្ចឹងទៀតណាអញ្ចឹងគាត់មានឱកាសរៀនទៀតដែរគាត់រៀនបន្តរហូតចាកាលណាគាត់សុខុមាលភាពផ្លូវចិត្តល្អគ្រប់គ្រងអារម្មណ៍តំណែងសង្គមល្អគឺគាត់មានឱកាសរៀនរហូតគឺរៀនអំពីឪពុកម្ដាយពីសង្គមប៉ាម៉ាក់នៅពេលដែលប្រាប់គាត់អញ្ចឹងគាត់ដឹងថាអូតាមពិតពេលគាត់ខឹងហើយគាត់និយាយពាក្យល្អហ្នឹងគឺជាការគ្រប់គ្រងខ្លួនឯងបានល្អតើអូនធ្វើអញ្ចឹងល្អតើអញ្ចឹងមួយជីវិតគាត់នៅពេលដែលគាត់ដឹងក្តីឡើងគាត់គឺជាមនុស្សដែលប្រកែអាចគ្រប់គ្រងកំហឹងខ្លួនឯងបានណាគាត់ខឹងប៉ុន្តែគាត់ដោះស្រាយតាមបែបវិជ្ជមានអញ្ចឹងរៀនបានហើយចំណេះដឹងផ្សេងក៏គាត់រៀនបានដែរព្រោះអីនៅពេលដែលគាត់ទៅជួបមនុស្សចាស់ឬក៏ជួបក្មេងៗដូចគ្នាគាត់តែងតែរៀនបានពីសង្គមឬរៀនបានពីអីនៅពេលដែលយើងជជែកវែកញែកមួយគាត់បញ្ញាខួរក្បាលគាត់អីដោះលូតលាស់ទៅមុខទៀតលឿនមិញទី2ខ្ញុំនិយាយផ្នែកសង្គមតាមពិតទី2ចំណេះដឹងឥឡូវខ្ញុំមូចំណេះដឹងមកក្រោមវិញណាសុំមូណាចាអញ្ចឹងឥឡូវផ្នែកសង្គមយកទៅទី2ខ្ញុំក៏លេខមើលមិញខ្ញុំបញ្យល់សង្គមខាងក្រៅឥឡូវខ្ញុំមូចំណេះដឹងមកទី2វិញចាទី3វិញចាអញ្ចឹងហេតុអីបានជាកុមារអភិវឌ្ឍផ្នែកចំណេះដឹងប៉ាម៉ាក់សិតតែមានបទពិសោធន៍ខ្ញុំក៏ដូចគ្នាគ្រប់គ្នាសិតតែមាននៅពេលដែលយើងខឹងអ្នកណាម្នាក់ក្តៅកាហាយមកម៉ាក់វានៅងុំមួយថ្ងៃ2ថ្ងៃអ្នកខ្លះទុកដល់មួយអាទិត្យទៀតអញ្ចឹងកុមារដូចគ្នានៅពេលដែលកុមារខឹងកុមាររៀនអត់ចូលទេហើយចង់យើងយកមេរៀនទៅបដៅអប់រំកូនឯងកុំខឹងកូនឯងចេះក៏គាត់រៀនអត់ចូលទេព្រោះអីគាត់កំពុងតែខឹងចាឬក៏អារម្មណ៍គាត់អត់ល្អចាអញ្ចឹងគាត់ចាប់យកចំណេះដឹងអត់បានទេអញ្ចឹងបើសិនជាសុខភាពផ្លូវចិត្តគាត់ល្អគាត់រីករាយមិញពេលគាត់ខឹងមិត្តភក្តិគាត់ទៅនិយាយប្រាប់អ្នកគ្រូថាអូនកំពុងខឹងអូនចេះអញ្ចឹងកំពុងតែខឹងដល់ពេលដែលអ្នកគ្រូនិយាយបញ្យល់គាត់ទៅអារម្មណ៍គាត់នឹងធ្លាក់មកធម្មតាវិញគាត់ទទួលបានក្តីសុខធម្មតាវិញគាត់បាត់ខឹងអញ្ចឹងដល់ពេលគាត់រៀនចូលធម្មតាគាត់ទទួលបានចំណេះដឹងធម្មតាពេលគាត់នៅផ្ទះពេលគាត់ខឹងប៉ាពេលប៉ាសុំទោសអីប៉ាសរសើរគាត់អីចឹងអារម្មណ៍គាត់ធ្លាក់មកវិញអញ្ចឹងអាកំហឹងហ្នឹងវាឡើងតែ1នាទីឬ2នាទីឯងក្មេងខ្លះគាត់មានដល់1ម៉ោង2ម៉ោងឬ3 4ម៉ោងនៅពេលដែលឪពុកម្ដាយគាត់ចេញទៅក្រៅបាត់ទៅស្រាប់តែមានអ្នកណានិយាយរឿងអីប្រាប់គាត់ខឹងហ្មងពេលមកវិញគាត់ឈប់និយាយរហូតអញ្ចឹងគាត់ខឹងរយៈពេលរៀងយូរដែរតែពេលយើងមកត្រឡប់មកវិញយើងជជែកចរចាដោយមានហេតុផលមួយគាត់ទៅគាត់ចាប់ផ្ដើមតម្លាក់មកវិញអញ្ចឹងចំណេះដឹងមកគាត់ទទួលបានគាត់រៀនបានគាត់អត់ខឹងយូរមិញយើងដឹងទាំងអស់គ្នាហើយថាតើសុខភាពផ្លូវចិត្តល្អហ្នឹងមានអីគេខ្លះផ្លូវកាយល្អអារម្មណ៍ល្អទំនាក់ទំនងសង្គមល្អចាប់យកចំណេះដឹងបានលឿនកូនយើងអាយុ3ឆ្នាំនៅផ្ទះនិយាយពិភាក្សាគ្នាបានចេះស្ដាប់វិន័យនៅក្នុងគ្រួសារដូចថាដបទឹកយកពីតាណាដាក់តំណឹងមិនយករបស់ម៉ាក់មិនយករបស់ប៉ាមិនយករបស់បងរបស់ប្អូនប្រើដូចខ្ញុំនិយាយមិញថានៅពេលដែលយើងឲ្យទៅកូនវាជាកម្មសិទ្ធិរបស់គាត់យើងក៏មិនប៉ះកូនក៏មិនប៉ះរបស់យើងគោរពគ្នាទៅវិញទៅមកអញ្ចឹងនៅពេលដែលកូនអាយុតែ2ឆ្នាំ3ឆ្នាំហើយគាត់ទៅសាលារៀនខួរក្បាលគាត់គឺគាត់អនុវត្តពីផ្ទះហើយគាត់ទៅអនុវត្តនៅសាលាបានតែម្ដងអញ្ចឹងដល់ពេលគាត់នៅសាលាគាត់ចេះស្ដាប់គ្រូហើយគាត់អត់លំបាកទេព្រោះគាត់នៅសាលាមានថាវប្បធម៌នៅសាលានឹងនៅផ្ទះដូចគ្នាអញ្ចឹងគាត់អត់លំបាកអញ្ចឹងក្មេងនោះនឹងទៅអង្គុយរៀនចំណេះដឹងថ្មីពីលោកគ្រូអ្នកគ្រូបរៀនចំណែកកូនដែលយើងអត់បានរីកលូតលាស់បញ្ញាស្មារតីឬក៏ផ្លូវចិត្តបានល្អនៅពេលដែលគាត់ចូលទៅសាលាស្រាប់តែសាលាខុសពីផ្ទះគាត់សាលាយកអានេះអត់បានប្រើអានេះអត់បានយករបស់គេអត់បានចាប់អានេះក៏មិនបានអង្គុយមូឡើងមូចុះនៅពេលម៉ោងរៀនក៏អត់បានធ្វើអីក៏អត់បានគាត់ចាប់ផ្ដើមមានអារម្មណ៍ថាពិភពលោកហ្នឹងវាអាក្រក់វាសម្ពាធសម្រាប់គាត់អញ្ចឹងនៅផ្ទះសេរីភាពអញ្ចឹងគាត់អត់ចង់មករៀនទេឬក៏គាត់មករៀនដែរគ្រូត្រូវរវល់ប្រាប់គាត់ថាស្បែកជើងដាក់នេះឬក៏កៅទឹកយកពីនេះដាក់ទៅនេះឬរបស់ដាក់នេះអញ្ចឹងរវល់តែបរៀនវិន័យឡើងវិន័យចុះគេរៀនចោល1ខែឬ2ខែបានអញ្ចឹងកុមារផ្សេងគេដាក់មេរៀនបាន1ខែ2ខែកូនយើងទៅតែចេះចូលបន្ទប់ទឹកចូលញ៉ាំបាយចេះចាត់ចែងនិងគ្រប់គ្រងខ្លួនឯងណាអញ្ចឹងបើសិនជាកុមារដែលមានផ្លូវចិត្តល្អគឺគាត់ចេះគ្រប់គ្រងខ្លួនឯងហើយពេលគាត់ទៅសាលាគាត់បានលឿនអញ្ចឹងកូនយើងគុំតែវិវត្តទៅបានដូចគេប៉ុន្តែយើង
dư chiêng kề hay ca dứt mình men mau pí bành nhà rồi bác của má mình là tệ sầm khăn dân chạy mơ tha tao dân man bằng riêng quạt ọt bởi quạt ọt bàn riêng quạt ọt chết thì sao quạt ọt bàn riêng men tha aoจะkhơi tôn dư chiêng kế miền bành nhà dư dao bành nhà miền autism miền chủng ngư đi miền chủng ngư nu dân chào côn dân tái dân mơ ta côn dư chiêng kế dân chạy môn đập bông kế tao côn dân nữa á miền nè bằng riêng quạt ọt hay dân man bằng riêng côn ọt chẳng mà dân man bằng riêng côn đỏ đai hái côn dư chiêng kế à năng dân cực tiệt chẳng sòng khăn bắt đầu từ lơ thay dân man bằng riêng côn ọt chẳng hai đây ban dân trâu mọc riêng pi snhà nhà prồng miền chà chà nè cừu bởi cả là cừu riêng về rất ắt miền ác uเลยvề cừu mà tay mình đứng dưới nó thò mà chia đấy nè mình nấu tôm nấu tao phết tôi cái này ởแต่นั้นทำมาเชียร์แต่ตัวสควอทำมาเชียร์แต่ตัวสควอทำมาเชียร์ខ្លួនឯងថាខ្លួនឯងតំណោទៅមនុស្សប្រុសណាអាហ្នឹងធម្មជាតិទេអ្នកគ្រូអត់អីទេណាចាតំណោចាហ្នឹងធម្មជាតិទេចិត្តជាទេទៀងទៅចាអរចង់ញ៉ាំខ្ញុំចំណែនលើពីចំណែនតែអាហ្នឹងវិធីសាស្ត្រនៃការដែលជួយផ្លូវចិត្តខ្លួនឯងណាចាជួយឲ្យអារម្មណ៍យើងរីករាយចាមកគេអញ្ចឹងឯងតែពេលយើងគិតទៅហ្នឹងអារម្មណ៍យើងធ្លាក់ឲ្យមុំម៉ៅខឹងតូចចិត្តចាតែដល់ពេលខ្ញុំគិតមិញទៅអត់អីទេអាហ្នឹងធម្មជាតិចាធម្មជាតិចាឥឡូវនេះហេតុអីបានយើងត្រូវដឹងពីសញ្ញាប្រមានចាអញ្ចឹងដូចអ្នកគ្រូបានឆ្លើយចាម៉ាក់បានឆ្លើយពីមុនមកអញ្ចឹងយើងមករៀននេះដើម្បីឲ្យដឹងថាកំណត់តែកូនមានបញ្ហាអីលូតលាស់តន់គេអត់ជួយដោយរបៀបណាហើយកូនមានសញ្ញាផ្លូវចិត្តមិនអញ្ចឹងដល់ពេលដែលដឹងហើយជួយតន់ពេលវេលាសំខាន់បំផុតគឺជួយកូនតន់ពេលវេលាហើយកូនគ្រប់គ្នាមិនថាយើងទាំងអស់គ្នាក៏ដោយកូនក៏ដោយសិតតែឆ្លងកាត់បញ្ហាផ្លូវចិត្តសិតតែឆ្លងកាត់វិបត្តិផ្លូវចិត្តអត់មានកូនណាដែលមិនឆ្លងកាត់ហើយយើងក៏ដូចគ្នាដែរចានេះគ្រាន់តែការបន្ថែមទេខ្ញុំគិតថាប៉ាម៉ាក់ដឹងគ្រប់គ្នាហើយចាយើងមើលតែសញ្ញាប្រមានផ្លូវចិត្តរបស់កូនយើងមើលទៅកូនថាមួយរយៈហ្នឹងដូចជាទុកព្រួយគ្រប់កូនទាំងអស់គឺមានណាតែទុកព្រួយហ្នឹង3ថ្ងៃ2ថ្ងៃហើយវាបាត់ទៅវិញតែកុំឲ្យលើស2សប្តាហ៍អញ្ចឹងទុកព្រួយមុខស្រពោនអួលដើមកយំញឹកញាប់ពេលខ្លះគាត់អត់យំទេណាគាត់អត់យំទេប៉ុន្តែពេលនិយាយអីតិចទៅទឹកភ្នែកហូរមកច្រោកច្រឹកហើយសួរគាត់ថាអូនអត់យំទេតែពិតវាគេហៅថាមូតអារម្មណ៍ពីខាងក្នុងមកយើងក៏ដូចគ្នាដែរពេលខ្លះដូចនៅក្នុងកលៈទេសៈមួយដែលជាថ្នាក់ដឹកនាំឬក៏នៅក្នុងសាធារណៈមួយដែលគេស្ដីឲ្យយើងអាចយំបានដូចនៅក្នុងផ្ទះហ្នឹងណាប៉ុន្តែពេលខ្លះគឺវាឈួលមកធ្វើឲ្យទឹកភ្នែកយើងនឹងវាចាក់ចេញឲ្យបានតែអារម្មណ៍យើងឬក៏ការគិតរបស់យើងអត់បានយំទេប៉ុន្តែវាមកចាអញ្ចឹងកុមារគឺបែបហ្នឹងហើយប៉ុន្តែញឹកញាប់ឬក៏តែមួយថ្ងៃពីរថ្ងៃហ្នឹងទេបើមួយថ្ងៃពីរថ្ងៃហ្នឹងទេជួនកាលគាត់អាចលូតលាស់បញ្ញាស្មារតីឬរូបកាយឬក៏ប៉ះទង្គិចឬបរិយាកាសផ្លាស់ប្ដូរអីចឹងតែ2 3ថ្ងៃអត់អីទេតែ2 3ថ្ងៃហ្នឹងត្រូវយកចិត្តទុកដាក់នឹងផ្លូវចិត្តកូនរយៈពេល2 3ថ្ងៃហ្នឹងដោយរបៀបណានៅពេលដែលគាត់មកធម្មតាវិញហើយសុខភាពផ្លូវចិត្តគាត់រីករាយធម្មតាអញ្ចឹងអារម្មណ៍ខុសធម្មតាដូចជាភ័យជ្រុលឬបារម្ភជ្រុលឬក៏ខ្លាចជ្រុលចាប៉ុន្តែវាអាចរយៈពេល2 3ថ្ងៃឬក៏លើស2សប្តាហ៍យើងមើលប៉ុន្តែកុមារទូទៅអានេះនៅក្នុងនេះបញ្ជាក់ថាជ្រុលតិចឃើញដូចថាកុមារឃើញពស់ឬឃើញសត្វអីគួរឲ្យខ្លាចគាត់ខ្លាចអារម្មណ៍ធម្មតាឯងប៉ុន្តែនៅក្នុងនេះបញ្ជាក់ថាគាត់ខ្លាចជ្រុលមូលហេតុអីឬវាមានដើមហេតុអីចឹងបើវាមានរយៈពេលតែ2ឬ3ថ្ងៃវាបាត់ទៅវិញអត់អីតែកុំឲ្យលើសពី2សប្តាហ៍ហ្នឹងមើលដែរចាពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងឬក៏អារម្មណ៍ឈឺចាប់ចាគ្រប់គ្រងអត់បានមិនមែនដូចកូនដែលខ្ញុំឧទាហរណ៍មិញអញ្ចឹងពេលគាត់និយាយអារម្មណ៍ប្រាប់ប៉ាគាត់ឬប្រាប់ម៉ាក់ទៅពេលប៉ាសុំទោសឬប៉ាជជែកចរចាអារម្មណ៍គាត់មកធម្មតាវិញប៉ុន្តែកុមារដែលមានបញ្ហានេះគឺគាត់អត់មកធម្មតាវិញទេរហូតដល់តែលួងគ្នា2ឬ3នាក់ក៏គាត់អត់មកធម្មតាវិញដែរអញ្ចឹងវិធីសាស្ត្រគឺទុកគាត់ចោលទៅសំខាន់ឲ្យតែគាត់ជុំវិញគាត់នឹងសុវត្ថិភាពទុកគាត់ចោលទៅហើយប្រាប់គាត់ថាពេលកូនឈប់យំពេលណាពេលអារម្មណ៍កូនចង់និយាយជាមួយម៉ាក់ពេលណាចាំប្រាប់ម៉ាក់ទៅធ្វើការឬធ្វើម្ហូបសិនកុំភ្លេចពេលអារម្មណ៍ខ្លួនឯងចង់និយាយមួយម៉ាក់ចាំមកនិយាយយើងផ្ដាំគាត់ទៅយើងទៅធ្វើអីធ្វើទៅទុកអញ្ចឹងទៅហ្នឹងគឺសញ្ញាប្រមានទេណាដែលយើងត្រូវយកចិត្តទុកដាក់ប៉ុន្តែមិនមែនមានន័យថាព្យាយាមលួងកូនទាទូរស័ព្ទឲ្យទូរស័ព្ទទាកូកាឲ្យកូកាទាអីឲ្យហ្នឹងអត់ទេនឹងជាវិធីសាស្ត្រអវិជ្ជមានក្នុងការជួយផ្លូវចិត្តកុមារមានន័យថាយើងមិនឲ្យអីទាំងអស់រឿងអីត្រូវឲ្យគាត់បើគាត់កំពុងតែមានទោសឬក៏មានបញ្ហា
គាត់កំពុងតែមានសកម្មភាពអវិជ្ជមានរឿងអីយើងត្រូវតែឲ្យគាត់តែគ្រាន់តែយើងមិនស្ដីឬមិនថាយើងគាត់តែផ្ដល់ទំនុកចិត្តឲ្យគាត់ថាកូនកុំខ្លាចកុំបារម្ភអីម៉ាក់នៅចិត្តនឹងទេសំខាន់ពេលនេះបើម៉ាក់និយាយជាមួយកូននិយាយអត់កើតទេព្រោះកូនកំពុងតែយំម៉ាក់កូនអត់ចង់និយាយរោម៉ាក់អញ្ចឹងឥឡូវម៉ាក់ទៅធ្វើអីសិនតែម៉ាក់នៅក្បែរកូនរហូតអញ្ចឹងនៅពេលដែលអារម្មណ៍កូនមកល្អវិញកូនចង់និយាយមួយម៉ាក់ចាំប្រាប់ម៉ាក់កុំភ្លេចប្រាប់ម៉ាក់ផងណាអាហ្នឹងចង់បញ្ជាក់ថាអ្នកថែទាំកុមារកុំឆ្លងអារម្មណ៍ពីកុមារឃើញកូនអញ្ចឹងឈឺចាប់ដែរជួយកូនអត់កើតទេឃើញកូនបែបហ្នឹងយើងត្រូវតែរីករាយក្នុងចិត្តយើងត្រូវតែជាសះស្បើយពីអារម្មណ៍ផ្លូវចិត្តហ្នឹងពេលសុខភាពផ្លូវចិត្តយើងល្អយើងឃើញកូនអញ្ចឹងយើងសើចសប្បាយយើងរីករាយធម្មតាទៅយើងទៅធ្វើបាយធ្វើម្ហូបអីធម្មតាទៅគាត់តែប្រាប់កូនថាពេលកូនចង់និយាយរកម៉ាក់ចាំប្រាប់ម៉ាក់ហើយយើងសើចក្អាស់ក្អាយសប្បាយដល់ពេលយូរទៅកូនហ្នឹងគាត់ឆ្លងអារម្មណ៍ហ្នឹងពីយើងឆ្លងកូនអាចជាផ្ដាច់ខ្លួនចេញពីសង្គមចាផ្ដាច់ខ្លួនចេញពីសង្គមជួនកាលប៉ាម៉ាក់ឬគ្រួសារឬក៏សង្គមគេហៅថាមិត្តភ័ក្តិអីគាត់អត់ទៅលេងជាមួយហ្មងគាត់អត់ចង់ទី1គាត់ខ្លាចទី2គាត់អត់ខ្លាចទេតែគាត់ចាប់អត់បានអារម្មណ៍រីករាយក្នុងការដែលទៅនិយាយជាមួយឪពុកម្ដាយឬក៏សមាជិកគ្រួសារឬក៏សង្គមហ្នឹងមិត្តភ័ក្តិគាត់ហ្នឹងគាត់ទៅលេងអត់សុបាយហ្នឹងតែបើឲ្យគាត់ខ្លាចគេគាត់ខ្លាចទេតែសំខាន់គាត់ទៅលេងដូចអត់សុបាយអញ្ចឹងគាត់ទៅលេងហ្មងជួនកាលមានអាកប្បកិរិយាប្រឆាំងរឹងរូសចាចឹងវិធីដូចខ្ញុំនិយាយចឹងថាមិញខ្ញុំនិយាយពីគាត់កើតទុកអាកប្បកិរិយាប្រឆាំងរឹងរូសវាយដំបោកប្រាស់អីវិធីដូចតែគ្នានឹងទុកគាត់ចោលទៅបើសិនជាយើងប្រាប់ឬលួងឲ្យអត់បាត់ទុកចោលមិនមែនន័យថាទុកចោលទៅចោលគាត់ទេណាទុកចោលតែនៅក្បែរគាត់តែធ្វើការអីដែលឲ្យគាត់ដឹងថាយើងមិនចាប់អារម្មណ៍គាត់ទុកគាត់នៅនឹងទៅតែធ្វើអីដែលកុំឲ្យគាត់ដឹងហើយតែឲ្យគាត់ដឹងខ្លួនថានៅពេលដែលកូនចង់និយាយរោមម៉ាក់ឬប៉ាចាំកូនប្រាប់ម៉ាក់រងចាំដល់ពេលយើងធ្វើមិនអីកូនម៉ាក់អើយម៉ាក់នឹកកូនណានេះម៉ាក់ចង់និយាយតែកូនគេអត់តន់ចង់និយាយកូននៅខឹងតែឥឡូវចាំបាត់ខឹងចាំកូនប្រាប់ម៉ាក់ផងណាម៉ាក់កំពុងតែចាំយើងធ្វើទៀតទៅរហូតដល់កូនយើងបាត់យូរជាដដែលទៅកូននឹងគាត់នឹងចាប់បានអារម្មណ៍រីករាយដូចយើងហើយសំខាន់ជួយខ្លួនឯងសិនណាតែពេលកូនខឹងដែរកូនឈឺចាប់ដែរកូនយំអ៊ូលដើមកយំតាមកូនណែអត់ទេទោះកូនស្ថិតនៅក្នុងស្ថានភាពណាយើងតែមានផ្លូវចិត្តល្អហើយយើងត្រូវតែមានក្តីសុខយើងត្រូវតែរីករាយអត់អាចទៅកើតទុកឬក៏នេះមួយកូនប្រៀបដោយកូនយើងឈឺចឹងកូនឈឺគ្រុនឈាមដាក់សេរ៉ូមងើពីគេមិនរួចដល់តែយើងហ្នឹងសុខភាពល្អបានយើងទៅថែកូនបានបើយើងកូនគ្រុនឈាមយើងគ្រុនឈាមដែរតែជួយគ្នាមិនបានអញ្ចឹងផ្លូវចិត្តដូចគ្នាដែរហើយមួយនេះគឺសំខាន់បំផុតគឺត្រូវមើលថាតើកូនយើងហ្នឹងមានសញ្ញាធ្វើបាបខ្លួនឯងឬធ្វើបាបអ្នកដទៃអត់អញ្ចឹងតិចទៀតខ្ញុំនឹងបញ្ជាក់កន្លែងហ្នឹងខាងក្រោមទៀតតែអញ្ចឹងសញ្ញាទៀតហ្នឹងគឺប្រែប្រួលក្នុងការកេងចាអត់កេងមានន័យថារស័ព្ទរសល់ឲ្យកេងតែអត់កេងទេឬក៏កេងទៀងទាត់តែម៉ោង12បានកេងម៉ោងថា3ឬ4ភ្ញាក់វិញហើយកុមារតូចត្រូវកេង8ម៉ោងឬក៏កេងដែរកេងលក់ទាល់ភ្លឺបិទភ្លើងមានន័យថាឪពុកម្ដាយខ្លះក៏ឲ្យកូនកេងម៉ោង9ហើយម៉ោង6ណាហើយកេងលក់ទាល់ភ្លឺសមុកក្រេតក្រោតតែជាក់ស្ដែងកូនកេងអត់លក់ទេកូនកេងអត់ស្កប់កូនកេងអត់លក់ទេខ្ញុំមានកូនមួយដែលគ្រូគាត់បញ្ជូនមកហើយគាត់អាយុប្រហែលជា3ឆ្នាំណាហើយគាត់មានបញ្ហានៅសាលារៀនដោយសារគាត់ងោកងុយហើយតុនកូនហើយអាការៈដូចអត់កេងប៉ុន្តែដល់ពេលដែលឆែកជាមួយឪពុកម្ដាយថាកេងទេម៉ោង8ម៉ោង9គាត់បិទភ្លើងហើយព្រលឹមឡើងម៉ោង6គឺដាក់ឲ្យក្រោកហើយអញ្ចឹងកេងគ្រប់គ្រាន់អញ្ចឹងយើងឆែកទៅលើអីផ្សេងមុនកេងគឺមានន័យថាកូនចេញពីសាលាគឺ iPad រហូតដល់ម៉ោង9អញ្ចឹងគឺយើងក៏ដឹងដែរព្រោះអ្នកចិត្តសាស្ត្រធម្មតាអ្នកចិត្តសាស្ត្រមិនមែនញៀនជ្រាបអីទេប៉ុន្តែយើងវាតម្លៃទៅថាវាផលប៉ះពាល់ពីអេក្រង់ទូរស័ព្ទវាទៅបំផ្លាញអាសារធាតុគេហៅថា melanin របស់មនុស្សណានៅពេលដែលអេក្រង់ឬក៏អាពលឺទូរស័ព្ទដៃហ្នឹងវាធ្វើឲ្យប៉ះពាល់ការផលិត melatonin ហ្នឹងវាធ្វើឲ្យគាត់គេងអត់ស្កប់តែគេងលក់ក្មេងខ្លះអត់គេងហ្នឹងស្រួលឪពុកម្ដាយស្វែងរកជំនួយទេតែអាគេងលក់ទល់ភ្លឺហើយនេះហើយចឹងម្ដាយមានដឹងណាពុកមានដឹងណាដល់ឈប់ផ្អាកទូរស័ព្ទនឹងប្រហែលជា3ខែទៅកុមារលេងងោកងុយនៅថ្នាក់រៀនឈឺរាងកាយអត់មូលហេតុចាឈឺក្បាលឈឺពោះតែដល់ពេលយកទៅពិនិត្យសុខភាពបញ្ជូនទៅដុកទ័រពិនិត្យអីត្រឹមត្រូវពេទ្យកុមារពិនិត្យត្រឹមត្រូវអត់ឈឺអីទេតែឲ្យតែមកសាលាឈឺហើយកុំមានកុមារខ្លះដែលខ្ញុំជួប
ឈឺតែម៉ោងគ្រូណាដែលគាត់អត់ចូលចិត្តច្បាស់ឡោះចាក្រៅពីម៉ោងគ្រូណាគឺអត់អីទេហើយនៅក្នុងហ្នឹងគឺមិនមានន័យថាកុមារដូចតែគ្រូបាននិយាយថាខ្មែរយើងចំណាំនិយាយថាឈឺពុតតែអត់មែនគាត់ពុតតែគឺវាមកអញ្ចឹងមែនដូចយើងធ្លាប់ឈឺថ្មិញពេលមានអ្នកមកនិយាយជាមួយ2ម៉ោងអត់ឈឺពេលគេចេញទៅបាត់ឈឺអាហ្នឹងគឺវាដូចគ្នាអាការៈហ្នឹងដូចគ្នាគឺផ្លូវចិត្តដូចគ្នាអញ្ចឹងចំណង់អាហារប្រែប្រួលក្មេងខ្លះញ៉ាំច្រើនក្មេងខ្លះអត់ញ៉ាំចាអញ្ចឹងច្រើនជ្រុលហើយនឹងមិនញ៉ាំអញ្ចឹងស្គមពេកធាត់ពេកអញ្ចឹងមានន័យថាញ៉ាំច្រើនតែនៅតែអស់កម្លាំងអត់ញ៉ាំអស់កម្លាំងអញ្ចឹងយើងឆែកទៅលើការញ៉ាំអញ្ចឹងសំខាន់គឺការគេងរាងកាយហើយនឹងការញ៉ាំបើសិនជាប៉ាម៉ាក់មើលទៅអារោគសញ្ញាដែលខ្ញុំលើកឡើងខាងលើមិញហ្នឹងគឺបើមានរោគសញ្ញាហ្នឹងគឺវាអូតូម៉ាទិកវាប៉ះពាល់ការសិក្សាហើយដូចខ្ញុំនិយាយថាមើលទូរស័ព្ទល្ងាចឡើងកូនក៏ដោយយើងមនុស្សចាស់ក៏ដោយយើងត្រូវចាក់ចេញពីគ្រឿងអេឡិចត្រូនិកហ្នឹងរយៈពេល3ម៉ោងហើយបានយើងចាប់ផ្ដើមគេងបានធ្វើឲ្យយើងគេងលក់ស្រួលហើយរយៈពេល3ម៉ោងហ្នឹងយើងផ្សារភ្ជាប់អារម្មណ៍យើងជាមួយធម្មជាតិតែខ្ញុំគិតថា 90% លើ 100 ក្នុងចំណោមមនុស្សធំមិនអាចចាក់ចេញបាន3ម៉ោងទេតែខ្ញុំអ្នកចិត្តវិទ្យាចាប៉ុន្តែខ្ញុំរបៀបខ្ញុំផ្សារភ្ជាប់មួយការដាំដំណាំឬការអីតែមុនគេងទៅខ្ញុំទាញមកឆែកអីបន្តិចទៅខ្ញុំតម្លាក់ទៅខ្ញុំគេងចាខ្ញុំអត់នេះទេចាតែបើសិនយើងមើលរយៈពេលយូរម៉ោងហើយការមើលទូរស័ព្ទមើលធ្វើការខុសពីមើលកំសាន្តណាមើលធ្វើការមួយថ្ងៃ8ម៉ោង9ម៉ោងអត់ប៉ះពាល់ទេព្រោះខួរក្បាលយើងត្រូវបានដឹកនាំដោយការងារនិងលុយតែដល់ពេលយើងមើលកំសាន្តខួរក្បាលយើងត្រូវបានដឹកនាំដោយបច្ចេកវិទ្យានិងវីដេអូអ្នកនឹងនិយាយអីខួរក្បាលយើងត្រូវបានដឹកនាំដែរដល់មានថាយើងមានមេច្រើនណាថ្នាក់ដឹកនាំច្រើនតែដល់ពេលយើងធ្វើការបើយើងអ្នក business យើងដឹកនាំខ្លួនឯងពេលយើងទៅធ្វើការឲ្យគេនៅសាលារៀនយើងមានមេតែមួយតែដល់ពេលយើងមើលកំសាន្តមេច្រើនចឹងម្ដងទៅធ្វើអានេះម្ដងទៅធ្វើអានោះខួរក្បាលយើងច្រឡំផ្ទុកព័ត៌មានច្រើនច្រឡំពីសម័យដើមកុមារមើលទូរទស្សន៍ហើយមើលទូរទស្សន៍គាត់គេងមើលពីចងាយហើយគាត់ដាក់តាមប៉ុស្តិ៍សម័យហ្នឹងមានខាត់ធូនអីចឹងណាចឹងដាក់តាមប៉ុស្តិ៍ពេលកុមារអត់ចូលចិត្តមើលគាត់ទៅលេងរបស់លេងពេលគាត់កុមារអត់ចូលចិត្តមើលគាត់ទៅរំខានឪពុកឬម្ដាយឬក៏គាត់ទៅធ្វើអីផ្សេងតែប៉ះរឿងណាគាត់ចូលចិត្តមើលគាត់មកដេកមើលដល់ពេលចឹងវាធ្វើឲ្យកុមារមានការផ្លាស់ប្ដូរហើយរឿងនីមួយមានរយៈពេល5នាទីឬ6នាទីដល់ពេលឥឡូវនេះយើងមើលខ្លីហ្នឹង30វិនាទីអីក៏មានដែរ30វិនាទីអូអត់ពេញចិត្តអូអញ្ចឹងខួរក្បាលកុមារញៀនខួរក្បាលកុមារចាប់បានថាដូររហូតទៅកុមារតាមពិតកុមារមិនមែនមានជំងឺ ADHD ទេប៉ុន្តែអាកប្បកិរិយាស្រៀងគ្នាយល់ខ្ញុំនិយាយគាត់អត់មានជំងឺហ្នឹងទេប៉ុន្តែអាកប្បកិរិយាគាត់ស្រៀងគ្នាគាត់ដូររហូតធ្វើអីអត់មានអញ្ចឹងវាប៉ះពាល់តែអង្គុយរៀនអត់កើតហើយបើសិនជាគាត់អង្គុយរៀនបានដោយសារអីដោយសារច្បាប់សាលាហើយនឹងអាណាព្យាបាលបង្ខំតែចរិតគាត់ពិតប្រាកដញៀនគាត់ពិតប្រាកដដល់ពេលដែលគាត់ធំឡើងគាត់មានឯករាជ្យគាត់គឺជាមនុស្សដែលគ្មានគោលដៅច្បាស់ហើយចាប់អីអត់ច្បាស់ទេពីព្រោះវាអត់មានចំណេញអីកុមារក្រោមអាយុ16ឆ្នាំទៅធ្វើការតាមបណ្ដាញសង្គមទេប៉ុន្តែអាតកតងនឹងបច្ចេកវិទ្យាអីគេរៀននៅសាលាឬឲ្យកូនរៀននៅផ្ទះអីយើងឲ្យប្រើធម្មតាទេដូចជាកុំព្យូទ័រឲ្យគាត់ស្រាវជ្រាវ1ម៉ោងឬកន្លះម៉ោងឬនៅសាលាគេនាំអីចឹងរៀនអីអត់អីទេព្រោះនៅសាលាគេអាគ្រឿងបច្ចេកវិទ្យាហ្នឹងគេឲ្យរៀនតាំងពីបឋមឬក៏នៅសាលាគេដាក់តុក្កតាឲ្យរៀនពេលនៅតូចអីចឹងណាចឹងវាគ្រប់គ្រាន់ហើយមិនបាច់ចាំឲ្យគាត់surprise birthday ទិញទូរស័ព្ទឲ្យឯកជនមួយកូនទៅអាយុ8ឆ្នាំ9ឆ្នាំ10ឆ្នាំជាងដល់ពេលទិញទៅកូននឹងនៅអូសញៀនណាចាគាត់ផ្ដាច់ចេញពីធម្មជាតិអញ្ចឹងខុសគ្នាដូចខ្ញុំនិយាយថាសាលាដាក់ការងារឲ្យគាត់ធ្វើ research ឬនៅសាលារៀនដែលគ្រូគ្រប់គ្រងអត់អីទេដឹកនាំដោយគ្រូគាត់ធុញគាត់ដឹកនាំដោយគ្រូនៅផ្ទះបើម្ដាយដាក់ការងារឲ្យធ្វើឬឪពុកដាក់ការងារឲ្យធ្វើនៅតាមកុំព្យូទ័រវាអត់អីទេពីព្រោះគាត់ research គាត់ធ្វើការងារគាត់ធ្វើអីហ្នឹងគឺដឹកនាំដោយម្ដាយចាអញ្ចឹងគាត់ធ្វើឬក៏បន្ទាប់មកយើងឲ្យរង្វាន់គាត់លេងកន្លះម៉ោងឬលេងតែ1ម៉ោងឲ្យគាត់ free អាហ្នឹងគាត់អីដែរតែបើឲ្យកូនអូសតាមចិត្តរហូតគាត់ញៀនជាមួយនឹងការអូសហ្នឹងវិធីសាស្ត្រអន្តរាគមន៍ខ្ញុំបានឲ្យវិធីសាស្ត្រខ្លះទៅតាមសញ្ញាមិញហើយប៉ុន្តែសំខាន់បំផុតគឺអត់មានហិង្សាទាំងពាក្យសម្ដីទាំងកាយវិការមានន័យថាបង្កើតបរិយាកាសឲ្យកុមារទទួលបានអារម្មណ៍ថាពេលគាត់មានកំហុសសុវត្ថិភាពមិនដូចខ្មែរយើងពីដើមខុសវាយដល់ពេលអញ្ចឹងកុមារមានអារម្មណ៍ថាពេលខុសត្រូវបានវាយដល់ពេលអញ្ចឹងគាត់អត់ទទួលបានអារម្មណ៍សុវត្ថិភាពទេអញ្ចឹងផ្លូវចិត្តគាត់កាន់តែធ្លាក់ទៅអញ្ចឹងនៅក្នុងនេះមានន័យថា
ខុសអត់ប្រើអំពើហិង្សាប៉ុន្តែខុសគឺឲ្យគាត់ទទួលអារម្មណ៍មួយថាគាត់សុវត្ថិភាពតែកុំទៅលួងនៅពេលដែលគាត់ខុសណាកុំទៅឲ្យរង្វាន់នៅពេលដែលគាត់ខុសណាពេលគាត់ខុសប្រាប់គាត់មួយម៉ាត់ពីរម៉ាត់ហើយទុកគាត់នៅតែនឹងជាទីកន្លែងនៃសុវត្ថិភាពហើយមានមនុស្សចាស់នៅជាមួយដើម្បីកុំឲ្យកុមារមានអារម្មណ៍ថាអសុវត្ថិភាពអញ្ចឹងផ្លូវចិត្តគាត់គឺវិជាពីខាងក្នុងមក